ខ្ញុំប្រកាសណាខ្ញុំបាទសូមលើកយកពាក្យថាបណ្ឌិតនៅក្នុងពុទ្ធសាសនាប្រគេនជូនជាធម្មទានពាក្យថាបណ្ឌិតនៅក្នុងពុទ្ធសាសនានេះគឺมันបានវាស់វែងទៅលើសញ្ញាបត្រឬកម្រិតនៃការសិក្សាទេគឺវាស់វែងទៅលើការប្រព្រឹត្តដែលនាំមកនៅសេចក្តីសុខនាំមកនៅសេចក្តីចម្រើនសម្រាប់ខ្លួនឯងក្រុមគ្រួសារសហគមន៍សង្គមជាតិពិភពលោកអញ្ចឹងចរិតរបស់បុគ្គលជាបណ្ឌិតនឹងមាន3ទី1គឺមានគំនិតល្អគិតល្អទី2គឺមានពាក្យសម្ដីល្អទី3គឺការធ្វើអំពើល្អប្រព្រឹត្តដោយកាយល្អហើយបើនិយាយអំពីអង្គរបស់បណ្ឌិតគឺទី1អត្តសុទ្ធិមានន័យថាធ្វើខ្លួនឯងឲ្យបរិសុទ្ធមិនឲ្យសៅមងដោយអំពើបាបកម្មទី2គឺបរសទ្ធិគឺអាចដឹកនាំអ្នកដទៃឲ្យមានការប្រព្រឹត្តល្អដោយខ្លួនដែរហើយទី3គឺសង្ឃៈគឺមានការសង្គ្រោះសន្តោសប្រោសប្រណីនិងជួយអ្នកដទៃនិងទី4គឺកតញ្ញូដឹងគុណតបគុណអ្នកដែលមានឧបការៈគុណចំពោះខ្លួនហើយធ្វើតបវិញបាទនេះគឺជាលក្ខណៈខ្លះៗនៃការសម្គាល់បុគ្គលជាបណ្ឌិតនៅក្នុងព្រះពុទ្ធសាសនាផ្ទុយទៅវិញបើមិនមានលក្ខណៈសម្គាល់3យ៉ាងគឺការប្រព្រឹត្តល្អដោយកាយវាចាចិត្តទេហើយក៏មិនមានប្រព្រឹត្តខ្លួនឲ្យបរិសុទ្ធនិងការដឹកនាំអ្នកដទៃឲ្យបរិសុទ្ធព្រមទាំងការសង្គ្រោះអ្នកដទៃនិងចុងក្រោយគឺការដឹងគុណតបគុណទេគឺមិនបានឈ្មោះថាជាបណ្ឌិតឡើយ